ស្រមៃថាអ្នកបានចំណាយលុយ$10,000នឹងពេលវេលា6ខែដើម្បីសាងសង់ហាងដ៏ស្អាតនិងធំមួយប៉ុន្តែថ្ងៃបើកសម្ពោធទើបដឹងថាគ្មានអ្នកណាចង់ទិញផលិតផលរបស់អ្នកទាល់តែសោះវាដូចជាសុបិនអាក្រក់មែនទេរឿងនេះកើតឡើងចំពោះ90%នៃអាជីវកម្មបង្កើតថ្មីបែបប្រពៃណីដោយសារពួកគេគ្រាន់តែទាយពីអ្វីដែលទីផ្សារចង់បានប៉ុន្តែថ្ងៃនេះយើងនឹងផ្លាស់ប្ដូរវាសូមស្វាគមន៍មកកាន់ Rural Lab សារជាថ្មីនៅក្នុងភាគទី5នេះយើងនឹងមកស្វែងយល់ពីវិធីសាស្ត្រចាប់ផ្ដើមអាជីវកម្មមួយហៅថា Lean Startup ឬជាភាសាខ្មែរខ្ញុំហៅវាថាចាប់ផ្ដើមពីតូចរួចរីកតាមក្រោយ Lean Startup គឺជាវិធីសាស្ត្រដ៏ល្បីល្បាញលំដាប់មួយសម្រាប់សហគ្រិនជុំវិញពិភពលោកប្រើប្រាស់ដើម្បីកសាងអាជីវកម្មថ្មីដោយប្រើប្រាស់ធនធានតិចបំផុតពាក្យថា Lean មានន័យថាការកាត់បន្ថយភាពខ្ជះខ្ជាយនៅក្នុងវិស័យសហគ្រិនភាពភាពខ្ជះខ្ជាយដ៏ធំបំផុតគឺការបង្កើតផលិតផលឬសេវាកម្មដែលគ្មានមនុស្សត្រូវការទាល់តែសោះជំនួសឲ្យការអង្គុយទាយយើងប្រើប្រាស់វិធីសាស្ត្របែបវិទ្យាសាស្ត្រនិងរហ័សរហួន Lean Startup ដើម្បីយកគំនិតរបស់យើងទៅតេស្តលើទីផ្សារពិតប្រាកដជាមួយមនុស្សពិតៗដែលប្រើប្រាស់ធនធានតិចបំផុតហើយចឹងតើអ្វីទៅជាវិធីសាស្ត្រ Lean Startup វិធីសាស្ត្រ Lean Startup ផ្ដោតលើវដ្តនៃសកម្មភាព3សំខាន់ៗមានដូចជាបង្កើតវាស់វែងនិងរៀនសូត្រតោះយើងមកពិនិត្យមើលម្ដងមួយនៃពាក្យទាំង3នេះទី1បង្កើតនៅពេលនេះគឺជាការបង្កើតផលិតផលឬសេវាកម្មសាកល្បងយ៉ាងសាមញ្ញបំផុតនិងចែកទុនតិចបំផុតឬជាភាសាអង់គ្លេសយើងហៅថា Minimum Viable Product ឬ MVP ឧទាហរណ៍បើអ្នកចង់បើកអាជីវកម្មលក់ម្ហូបអាហារសុខភាពនៅក្នុងខណ្ឌរបស់អ្នកតាមបែបវិធីសាស្ត្របែបប្រពៃណីអ្នកប្រហែលជាត្រូវជួលទីតាំងបង្កើតផ្ទះបាយធ្វើការតុបតែងទិញសម្ភារៈទំនើបជួលចុងភៅម្នាក់ឬ2នាក់និងធ្វើការផ្សព្វផ្សាយជាដើមអ្នកអាចនឹងចំណាយអស់លុយរាប់ពាន់ដុល្លារទាំងដែលអ្នកមិនទាន់លក់បានមួយប្រអប់ផងផ្ទុយទៅវិញវិធីសាស្ត្របែប Lean អ្នកធ្វើអាហារគំរូតែ5ប្រអប់ប៉ុណ្ណោះនៅក្នុងផ្ទះបាយផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងសម្ភារៈដែលអ្នកមានស្រាប់នេះយើងហៅថាការបង្កើតទី2វាស់វែងបានន័យថាយើងត្រូវយកផលិតផលឬសេវាកម្មដែលយើងបានបង្កើតសាកល្បងខាងលើទៅលក់ឲ្យអតិថិជនពិតប្រាកដប្រើប្រាស់មិនថាដោយផ្ទាល់ឬតាមរយៈបណ្ដាញសង្គមរួចអ្នកប្រមូលយកមកវិញនៅព័ត៌មាននៃការសាកសួរខាងលើដោយផ្អែកលើព័ត៌មានសុក្រិតបំផុតដូចជាតើអតិថិជនគោលដៅរបស់អ្នកបានផ្ញើសារមកអ្នកដែរឬទេតើពួកគាត់ឲ្យលេខទូរស័ព្ទទំនាក់ទំនងដែរទេពួកគាត់បានកក់លុយមុនទេឬបានជាវដែរឬទេហើយក្រោយប្រើប្រាស់តើពួកគាត់យល់ឃើញយ៉ាងណាចំពោះផលិតផលឬសេវាកម្មដែលអ្នកលក់ជូនគាត់សប្បាយចិត្តលើចំណុចណាខ្លះហើយគាត់មិនសប្បាយចិត្តលើចំណុចណាខ្លះឧទាហរណ៍ក្នុងករណីអាជីវកម្មលក់អាហារសុខភាពដដែលគឺស្មើនឹងអ្នកយកអាហារ5ប្រអប់ដែលអ្នកបានបង្កើតក្នុងផ្ទះបាយផ្ទាល់ខ្លួនទៅលក់ឲ្យក្រុមអតិថិជនគោលដៅមួយរង្វង់តូចរបស់អ្នកដោយផ្ទាល់ឬតាមបណ្ដាញសង្គមដើម្បីប្រមូលទិន្នន័យខាងលើទី3រៀនសូត្រនៅពេលនេះមានន័យថាតាមរយៈទិន្នន័យពីការវាស់វែងខាងលើតើអ្នករៀនបានអ្វីខ្លះពីវាហើយតើអ្នកទៅធ្វើយ៉ាងដូចម្តេចចំពោះអាជីវកម្មរបស់អ្នកមួយនេះវាជាការសម្រេចចិត្តដ៏សំខាន់មួយថាតើអ្នកត្រូវបន្តទៅមុខទៀតដោយសារអតិថិជនគោលដៅរបស់អ្នកគាត់ពេញចិត្តនិងមានតម្រូវការច្រើនឬអ្នកត្រូវកែលម្អនិងច្នៃយុទ្ធសាស្ត្រដោយសារទិន្នន័យត្រឡប់បង្ហាញថាវាដំណើរការមិនសូវបានល្អឬអ្នកត្រូវបោះបង់វាចោលដោយសារតែទិន្នន័យបង្ហាញថាមិនល្អទាល់តែសោះសរុបរួមមកវិញ Lean Startup គឺបង្កើតពីតូចអស់លុយតិចធ្វើតេស្តឲ្យលឿនរៀនសូត្រកែលម្អនិងពង្រីកតាមក្រោយសូមចងចាំថាអាជីវកម្មបង្កើតថ្មីមិនមែនបរាជ័យដោយសារខ្វះផលិតផលលក់ទេប៉ុន្តែពួកគេបរាជ័យដោយសារអស់ធនធានមុនពេលរៀនសូត្រដឹងថាអតិថិជនចង់បានអ្វីពិតប្រាកដមកដល់ត្រង់នេះតើអ្នកយល់យ៉ាងណាចំពោះ Lean Startup តើអ្នកនឹងពិចារណាដើម្បីដើរតាមដែរឬទេប្រសិនបើអ្នកចាប់ផ្ដើមអាជីវកម្មរបស់អ្នកបើចង់សាកល្បងធ្វើតេស្តថាអ្នករៀនបានអ្វីខ្លះពីវីដេអូមួយនេះសូមចុច link ធ្វើតេស្តខាងក្រោមហើយកុំភ្លេចជួយ subscribe ម្នាក់មួយផង